មើលជាមួយនឹងហ្គេមនេះអាចជាមួយនឹងការលេង early PCU Gaming ឬមួយក៏ team គាត់លេង Envy Snowball ជាមួយនឹងវត្តមាននៃគីមីរបស់គាត់ស្វាគមន៍ជាមួយនឹងជំនួប Grand Final Game ទី1រវាងក្រុមអ្នកមានកីឡាករកូនខ្មែរទាំង5រូប Team A ប៉ះជាមួយនឹង CLU Gaming ឃើញ Strat level 15 9នាទីមកដល់ទៀតហើយជាមួយនឹង Detective ពីរនាក់កំពុងតែជួយវាយបើខំឲ្យសមម្ដាយប៉ុន្តែបើខៀវកំពុងតែវាយចិត្តដាច់ដល់ទៅ3 hero ខណៈពេលដែល Suyu ជា hero ដែលមាន100ពិន្ទុត្រឹម level 3 lane ដែលគ្រោះថ្នាក់បំផុតគឺជាមួយនឹង Carry និង Goland ហ្គេមនេះSuyu អាចទៅដល់ lane របស់ Carry ត្រឹម54វិនាទីដល់ហើយបាទជាមួយនឹងអូមីទេមិនមែននេះ level 3លឿនមែនទេ level 3ត្រឹម44វិនាទីលឿនជាអ្វីដែលខ្ញុំគិត13វិនាទី What a grand final set មានការបែកគ្នាតាមម្ដង Coach again វាយជាមួយនឹង Midnight for the first blood គឺបានទៅលើសាកសួរនោះទេព្រៀបជាមួយនឹង Sam នេះមិនអាចយកគេបានទេជាមួយនឹង Vladimir របស់ Boxy ដកថយដូចគ្នាតែបៃតងឯនៅបាត់បង់នៅទេអត់ដឹងចូលណាទីទីអាចធ្វើការយកបានដូចគ្នាមិនដែរបាទអីខាងលើសាឡូខេមួយស្មើ Carry គ្រប់យកតែម្ដងជាមួយនឹងការចវាយនៅក្នុងនេះគ្នាខណៈពេលបៃតងដកយកជាមួយនឹង Boxy ដាច់ Boxy ដូចគ្នាអូតានេះជា confident មែនទេដែលគាត់នៅតែធ្វើការបន្តយកមកជាមួយនឹង Hayabusa ពីសាកស៊ូដែលពោពេញដោយលេងដោយពោពេញដោយពីទំនុកជាតិ 100% តែម្ដងសម្រាប់សាកស៊ូដូចគ្នាបាទចឹងយ៉ាងណាមិញក៏យើងមិនភ្លេចដែរបាទជាមួយនឹង MPL Canada កាទី3របស់យើងមកនាំមកជូនដោយ Infinite ដូចគ្នា Infinite Note 50 Pro Series ដូចគ្នាគឺសម្រាប់ដៃ Air ជំនាន់ថ្មីសម្រាប់សមបំផុតសម្រាប់ gamer ជំនាន់ថ្មីបាទជាមួយនឹងការសាកថ្មលឿន90 វ៉ាតបាទបងជាមួយនឹងក្រោម level 44 Hz 6.78 inch full display តែម្ដងបាទអញ្ចឹងនេះតែគាត់ជា gamer ជំនាន់ថ្មីអាចជ្រើសរើសជាមួយនឹងគ្រូសាប់ដៃ Infinite អូយបងសេតូមិនមើលស្ទើរតែមិនទាន់ Grand Final Straight Level 3ត្រឹម44វិនាទីបងខ្ញុំគិតថាគាត់នឹងវាយ goal ប៉ុន្តែ mid ចិត្តជាងបាទអូយប៉ុន្តែបែរជាមិនបាន kill ណាបងណាអ្វីដែលសំខាន់ពងតាធ្ងន់របស់ខាង team Mike ព្រោះដោយសារ2 kill ហ្នឹងគឺចូលទៅលើសាកស៊ូតែម្ដងអូយបាទ2 kill ចូលទៅលើសាកស៊ូបាទអញ្ចឹងHaya នៅ early បាន2 kill ចាំមើលធៀមបាទវ៉ាវមិនធម្មតាស្រុកខាង manager team មកកន្លែងថតសារនៅ Saudi Arabia ហើយមកអាយ៉ាអូសាប៉ាស៊ីតែម្ដងវាយលើ King Arita ទៅ free ទៅលើសាកស៊ូបាត់ហើយរៀមជីក្លោះមកក្រោយតែយ៉ាងណាវិញក៏មានការវាយនៅក្នុងជាមួយនឹងតែកាប់3តង់ដល់ជាមួយនឹងក្បោយគឺជីកទេគប់ជាមួយនឹងអាទីលោតវាយយ៉ាងដល់ពីសេងយ៉ាងណាវិញ1ទៅ2ទៅ3ទៅ4ជាមួយនឹងក្នុង Boxy វាយទាំងអស់ជាមួយនឹងសាប៉ាស៊ីសាកស៊ូឲ្យ shut down ដែរទេសមាជិក CMU stand strong សាកស៊ូ shut down អត់មាន damage ក្នុងការ back up អត់មាន damage ក្នុងការ up លុយរាយអត់មាន damage ក្នុងការបញ្ចេញគប់សានលោតរួចទៅទៀតអែនអត់មាន RT នោះទេអ្វីដែលខ្ញុំមើលឃើញមិញគឺស៊ីងគឺគាត់ហ៊ានបដូរខ្លាំងមែនទែនហ្មងទាំងតែឈាមរបស់គាត់នៅសល់តែ 10% ទេប៉ុន្តែគាត់សុកចិត្តដើម្បីចូលមកក្នុងវាយ team fight ដើម្បីផ្ដាច់ទៅលើសាកស៊ូប៉ុន្តែបើយើងក៏លេងទៅមើល Goland គឺ live free farm យកដល់ហើយសាប៉ាស៊ីវលេងតែអស់ឈាមបោកយកមកចាប់ជួយ fight មួយអត់បញ្ហាជាមួយនឹងការសាប៉ាស៊ីវឡាឈាមមកវិញនេះគ្នាប៉ុន្តែជាមួយនឹងការបើកសាប់វាយយកសាយហ្វាក៏បានជួយពីនឹងដាច់ទៅលើ Boxy ប៉ុន្តែវ៉ាជាមួយនឹងការសហការរីកជោគជ័យជាមួយនឹងការលេងមួយឈុតឲ្យជាមួយនឹងវត្តមានរបស់ Line អស់ជាមួយនឹង Spam Shootify មួយគ្នាដែរវាជាឱកាសមួយរបស់គាត់មួយទីនេះក្នុងការវាយកន្លែងថតដោយសារថតសល់50វិជាងខណៈពេល Spam របស់ Line សល់រហូតដល់70វិអញ្ចឹងវាជាឱកាសសម្រាប់ជាមួយនឹង Boxy ក្នុងការ target ទៅលើជាមួយវត្តមាន Line ឬមួយក៏ដេញ Line ឲ្យចេញពី team fight អត់មានវត្តមាន Line នៅកន្លែង total ទី2ហ្នឹងបច្ចុប្បន្នកាលបើយើងមើលទៅត្រឹមតែ3នាទីមិញណាប៉ុន្តែ Line មក free farm ជាមួយនឹងយក seal goal ផតប៉ាំងទៅលើសេងអត់មានជាមួយនឹង Spy ប្រើទេ free kill ទៅលើសេងបានហើយក្រៅពេលមានការជួយស្ទើរតាមបន្តនៅក្នុងតែខាងក្នុងដល់បាន Romer ជាមួយនឹង Goland $1ដកបាន6000រៀលមិញអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺ goal ខុសគ្នាពី Goland 600 goal អញ្ចឹងអ្វីដែលសំខាន់ Line បានមួយ kill នេះទៀតប្រហែលជាចូលខុសគ្នាមួយ K បាទខុសគ្នាចិនមួយ K អញ្ចឹងអូយមួយ K នៅទី4ច្រើនណាស់បង Goland ណាបាទច្រើនមែនទេកន្លះ item ជីជន់វាយនៅក្នុងប៉មទៅជាមួយនឹង shield ចូលកាប់បៃតងត្រូវតែគ្នាឯងដាក់ជាមួយនឹងសាស៊ូទៅមុនឡមែនទេក្រៅពេលមានការនាំ King Ari មកវាយនេះគ្នានេះមិនមាន flick នោះទេចូលផ្ទះមកកាប់បៃតងម្ដាយចុងក្រោយលមៀចេញមកក្រោយសាជាម្ដាយ I think ប្រយោជន៍ជាមួយនឹងលុយមីនីបានដែរទេសេគប់ក្លៀនជាងអត់អាចវាយដោជាមួយនឹងប៉មតែអាពី skim មកវិញនេះគ្នា sing មិនមាន make គ្រប់កំដែរគប់ស៊ីនាងទៅហើយរត់មានទេបើស្រាប់ពេលដែលបច្ចុប្បន្នជាការហៅលុយគ្នាបានសម្រាប់ជាមួយនឹង King Ari ដើម្បីគ្នាគាត់ធ្វើការទៅរំខាននៅពេលដែលវត្តមានរបស់ CU Gaming ធ្វើការថៃយកជាមួយនឹងវត្តមាន total ទី2អូចាំងក៏កែណៃសាស៊ូមកតន free ទៅការ detective ខណៈពេលដែលមានការវាយទៅរបស់ CU នេះខ្លួនឯងពី2មកវាយមិនទាន់ចូលកាប់វាយវិញអូអត់ធ្វើ Beatrix កាប់មកក្រោយកាប់មិនដាល់ដូចគ្នាបាទគ្រាន់តែការស្វែងដើម្បីតែម្ដងស្រាប់ពេលដែលវត្តមាន total ទី2នេះបានទៅលើ CU Gaming ខណៈពេលដែល flow របស់ CU ចាប់ដើមធ្វើការហូលមកបដាជាមួយនឹងការឲ្យវត្តមានរបស់ Sing ធ្វើការកាត់ lane មួយ lane ទៅ2 lane ដូចគ្នាប៉ុណ្ណែដោយ
ដែលធ្វើឲ្យគេនេះគឺបើយើងគិតមើលទៅមិនឡាយគាត់នាំមកជួយនឹងគោលទៅកាន់ស៊ីងដូចគ្នាប៉ុណ្ណាប៉ុន្តែឥឡូវបច្ចុប្បន្នគឺអាចនឹងស្មើដូចគ្នាដោយសារតែមានការលីតរហូតដល់ជាង 2K គោលដូចគ្នាបាទមិនភ្លេចជាមួយនឹងកញ្ចប់ Second MLBB ថ្មីបាទចំណាយត្រឹមតែ1.50 លានទទួលបាន56ពេជ្រនឹងការលេង Mobile Chat មកសប្បាយយើងពេល30ម៉ានឹងចំណាយត្រឹមតែ6 លានទទួលបាន3235ពេជ្រការលេង Mobile Chat បានរយៈពេល1ខែមកសប្បាយដែរដូចគ្នាដែររបៀបភ្ជាប់គ្នានេះអាចការ download Second ដើម្បីធ្វើការភ្ជាប់ command ឬមួយក៏ចុចកែ1686កែលេខ1សម្រាប់កម្រងសប្តាហ៍និងកែលេខ2សម្រាប់កម្រងប្រចាំខែបាទចាឥឡូវយើងបើសិនថាយើងកន្លែងទៅសម្រាប់ detective 3 kill នៅក្នុងដៃណាអញ្ចឹងគាត់មានសម្រាប់ខាង team មិចមានឱកាសនៅក្នុងការ shut down ទៅលើ detective ដូចគ្នាយើងបានឃើញ flow នៅ early របស់ team មិចបាញ់មិញគឺគាត់ធ្វើបានល្អខ្លាំងមែនទែនប៉ុន្តែចូលមកដល់ត្រូវចាប់ផ្ដើមពី5នាទីនេះឡើងទៅឥឡូវ CU កំពុងតែចាប់ផ្ដើមមាន map awareness ច្រើនជាងមុនហើយបាទเกมนี้បើសិនខ្ញុំគិតមើលទៅបើសិនចង់កាត់ flow របស់ CU គេបាទចាយជឿន fight ដែរទេมันចាយណាទេជាមួយនឹង OP ចាក់បញ្ឆៅធម្មតាវាយធម្មតាមានការចាយ spam និង skill សំខាន់នោះទេបើសិនខ្ញុំមើលឃើញស្អាតខ្ញុំមកសម្រាប់គេនេះបាទអត់អីសាប់ប៉ាស៊ីវវាយធម្មតា King Area ដាច់ទេបាទเกมนี้ក៏ទៅឲ្យលោកជួនហេទូឯង Cypher វាយនឹងក៏វាយតាក់ខមកក្រោយបោកជាមួយនឹង Cypher បាក់ក៏ Cypher បាត់នេះឯងដែលជាអីដែលខ្ញុំចង់ឃើញគេកំបោពី Hero ជាមួយនឹងការក្រុមជាមួយនឹងការកាបៃតងតែមិនកើតដល់ចូលជាមួយនឹងសេងលើកក្រុមលើជួនបន្តទៀតវាយក្នុងគ្នាជាងណាម្ដងវាយនឹងគ្នាឯងនឹងម្ដងណាមិនដដែលទេបាក់ក៏ទៅលើ King Area ដូចគ្នាបាទដើម្បីពេញបបតែម្ដងស្របពេលដែលគេឃើញម៉ែបជួយនឹងសាក់ស៊ូដែលនៅផ្លូវបតំឡែនហើយទោះបីថាស៊ូមកគាត់អាចការជួយបានដែរដោយសារតែដើម្បីរបស់សមាជិករបស់ខាង CU គេមិញគឺគាត់បាយលឿនមែនទែន5 kill នៅក្នុងដៃរបស់ detective បាទ5 zone អ្វីដែលសំខាន់ total ទី2ក៏ដូចជា total ទី3នេះគឺបានចូលទៅខាង CU Gaming ហើយបងអញ្ចឹងអាចនិយាយថាសម្រាប់ flow នៅក្នុងការលេង aggressive early game ឥឡូវគាត់ចាប់ដើមដូចគ្នាប៉ុណ្ណាបូនជាមួយនឹង game មានជាមួយនឹង bot មាន sync ក្នុងការអូសជាមួយនឹង lane ដើម្បីទៅការបណ្ដេញជាមួយសមាជិករបស់ teammate កុំឲ្យទៅការដាក់ team fight ដូចគ្នានិយាយទៅ teammate បើយើងគិតមើលទៅតែមានវត្តមាននៃ Hero Misaki គឺគាត់នឹងតែធ្វើការបង្កើត flow farm នៅក្នុងការវាយ early game តែអាចធ្វើបានជាមួយនឹងការដាក់សម្ពាធទៅលើគូបរិបត្តិដូចគ្នាដែរប៉ុន្តែស្របពេលដែលបច្ចុប្បន្ន sync តែមួយគឺកាត់ lane ដើម្បីឲ្យសាក់ស៊ូគាត់ទៅការទៅ defend បានហើយអញ្ចឹងវាអត់មានដើម្បីតែចេញមកពីសាក់ស៊ូដើម្បីការមកអាប់ដូចនៅពេលដែល BMO គាត់ស្បែកដើម្បីទៅលើ target របស់ CU Gaming ទេបាទជាមួយនឹង game នេះអញ្ចឹងមានន័យថាសម្រាប់ជាមួយសមាជិករបស់ teammate បើថាខ្ញុំមើលទៅប្រហែលជាអាចនឹងរាប់នាទីក្នុងការបញ្ចេញហើយបាទសម្រាប់ game នេះបើសិនជាអាចទៅដល់ late game អីគាត់អាចមានជាមួយនឹង Kimi ដើម្បីការ defend ultimate ធ្វើការរួមជាមួយនឹងការ join team fight ក៏ដូចជា support ក្នុង team fight មកច្រើនដូចគ្នាដែរហើយស្របពេលដែលយើងក៏លេងទៅមើលជាមួយនឹងការគប់ ultimate របស់ Sing ពី team fight តាំងពី total ទី1រហូតដល់ total ទី3នេះនៅពេលដែលគាត់គប់មកគឺគាត់មកវាយ backline ចូលបាទ Sing ឡើយតាំងឡើងអុកញ៉ាមកមានអង្គរៈដើរតាមពីរនាក់គប់ជាប់ហើយបោកវាយនៅក្នុងនេះគេមកដែរជាមួយនឹងការចាស់ stand បោកយកទៅ live purify ក៏ដល់2វិនាទីជាណាវិញជាមួយនឹងការចូលក្នុងជីវិតពីរគេមានតែនេះគ្នាប៉ម see free តែម្ដងអូប៉មមីតយកបានណាប៉មមីតសាក់ស៊ូអត់បានទេបាទច្បាស់ respect ច្បាស់ចុយម្ដងបាទមិន3 second មុនពេល knock up បាទហើយមិញបែបសាក់ស៊ូអត់ចេញទេបងបែបសាក់ស៊ូអត់បានចេញទេអញ្ចឹងគឺដាច់ខាតគឺគាត់ធ្វើម៉េចមកវិធីគឺអាចយកហ្មងបាទបើខៀវបណ្ដោយសាក់ស៊ូបាទវត្តមានសាក់ស៊ូចាប់ដើមធ្វើការដូរ flow ក្នុងការលេង VTQ ណែជួយនឹងការចូលទៅវិទ្យាល័យ Changler របស់ខាងក្រុម CU Gaming ក៏អត់ជោគជ័យស្របពេលបច្ចុប្បន្នគាត់មានតែធ្វើការកាត់ lane តែប៉ុណ្ណោះនិងធ្វើការពួននៅក្នុងព្រៃដើម្បីឲ្យសមាជិករបស់ CU Gaming គាត់ធ្វើការឃើញ map ដូចគ្នាបាទឥឡូវនេះដែលមាន bounty គេ shut down ហ្នឹងមិនអូគឺមានតែ detective តែប៉ុណ្ណោះជាមួយនឹង KD បង្គាត់5 zone ចឹងខ្ញុំថាគេ shut down detective យកជាមួយនឹង bounty មីនីបានដែរទេលោកជាប់បាយក្នុងពីវត្តមានបងស៊ីពីមកតែមិនគេខាងក្រោយឡាយលឿននៅរបាយដែនអូ my g តបាននៅក្នុងគេឬក៏បានបាក់ក៏ជាមួយនឹង C5 នេះមិនមានការតឡើយទេ4គេដាក់ប្រគៀទៅកាន់ detective អូ my god សមាជិករបស់ CU គាត់ហ៊ានលេងហ៊ានវាយដោយសារតែដើម្បីតែចេញពីសាក់ស៊ូអត់មានទេហើយសាក់ស៊ូបច្ចុប្បន្នដូចបាននិយាយពីខាងដើមអញ្ចឹងអូដោយបានធ្វើការនិយាយពីខាងដើមអញ្ចឹងសាក់ស៊ូ game នេះគឺគាត់ត្រូវតែធ្វើការរោប្លោះដើម្បីធ្វើការពួននៅក្នុងព្រៃដើម្បីអាចធ្វើការវាយ backline ទៅលើ target របស់ CU Gaming នៅពេលដែលគេលោឈីប៉ុន្តែបច្ចុប្បន្នសមាជិករបស់ CU គេវាយលឿនមែនអញ្ចឹងនៅពេលដែលវាយ team fight គឺមួយ plate អត់មានដាច់សមាជិក CU ហើយសមាជិក CU អត់សល់ឈានច្រើនទៀតដូចនេះហើយគឺដើម្បីតែចេញមកពីសាក់ស៊ូគាត់អាចធ្វើការបានដូចនេះមែន team fight set up មិញ detective លោតតែញិច live ដូចចៃយើងតែមួយ scan នេះប៉ែទៅយកមកwow អូយយបាទអញ្ចឹងយើងក៏បានឃើញដែរមុនហ្នឹង live គាត់ថានៅ early lit ទេឥឡូវបច្ចុប្បន្នការ sing lit 1200 goal វិញបាទទិញឆាមចេញបាទតាំងអស់បងអូយចាងខុសគ្នាច្រើន 73k 2k កន្លះខុសគ្នា 2k ម៉ែរបស់សាស៊ូគាត់ទូចម៉ែរបស់សាស៊ូទូចមែនជាមួយនឹងគេនេះដោយសារតែដូចរឿងស្រាប់ហើយសម្រាប់បច្ចុប្បន្នដូចគ្នាស្របពេលដែល Hayao Musa នៅពេលដែលគាត់បាន solo kill ជាមួយថាគេដែរមួយអញ្ចឹងវាបានការ pick off មែនបាទសម្រាប់គាត់ដូចគ្នាដែរណែមួយបុកស៊ីគាត់ក៏លុកគេពេកបុកស៊ីគឺគាត់អត់ចង់និយាយថាគាត់អត់កំឡាញ់ជាមួយនឹង ultimate របស់គាត់ធ្វើមិនឲ្យ slide គាត់អស់ជាមួយនឹង purify បាទឲ្យតែមាន ulti ឲ្យតែថា live ហ៊ានតែឲ្យគាត់ចាប់មានឃើញ BMO គាត់ចាប់
ពើមិនឲ្យសមាជិករបស់ខាង team make off ជាមួយនឹង Certify លើក្រោយ cooldown វាយទៀត Beautify គូដនអត់ទាន់ Ultimate របស់ Boxy ទេតែ Team Time ចេញហើយចាខ្ញុំគិតថាមក Ultimate ក្នុង Team Fight បើសិនវាយគ្នា spam view Boxy box តិចទាំងអស់ បាទអានេះមិន team fight មានដល់តែពីរដងលោតបោកបន្តទៀតចាប់គ្នារីវាយម្ដងលឿនដែរទេគេរីសាជាពាក់កណ្ដាលបារ៉ាបាសាពីឡាយជួយពីចេញមកពីពីមកវាយយកម្ដងជួយទៅទេចាប់គ្នាទៅសាទៅអាន triple kill អាន triple kill សម័យនេះមិនមកមានសាវៃដែរទេវេទសាវៃចូលជាជួយយកមកចៅវាយទៅក៏យ៉ាងណាអត់ឲ្យសាវៃទេ smooth មែនតើចេញចំណែក game ទី1ក្បាលទៅលើ CMU Gaming វ៉ាវ អូយ smooth